បាទសួស្តីបងប្អូនអរគ្នាដែលរៀនថ្នាក់ទី7ទី8នេះគេយើងរកតម្លៃ n ហើយសំណួរក2ទៅជាង n ហើយ n នេះទៅជា5អញ្ចឹងមានន័យថា n ហ្នឹងគឺរបស់មានថា n ហ្នឹងគឺនៅចន្លោះ2ហ្នឹងនិង5ហើយហាត់ខ5ទៅជាង n ទៅជាង9មានន័យថា n ហ្នឹងគឺនៅចន្លោះ5និង9គឺនៅចន្លោះហ្នឹងអញ្ចឹងសំណួរកបើ n នៅចន្លោះហ្នឹងតើ n នឹងស្មើប៉ុន្មានមានន័យថាវងកញ្ចក់នេះគឺតម្លៃប្រហែលទេមានន័យថានេះ2អានេះ5គឺ n ហ្នឹងអត់យក2 n ហ្នឹងអត់យក5ទេគឺប្រហែលតម្លៃវងកញ្ចក់ហ្នឹងយើង n ហ្នឹងបាន3 4អញ្ចឹងសំណួរកគឺ n ហ្នឹងស្មើនឹងសំណុំ3 4ចុះសំណួរខគឺ5ទៅជាង n ទៅជាង9អញ្ចឹងមានន័យថា n ហ្នឹងស្មើអត់យក5គឺយក6 7 8អត់យក9ទេអញ្ចឹងក n មាន2សំណុំខ n មាន3សំណុំបាទអរគុណច្រើន